ជីវិតមនុស្សមើលអត់ទៀងទេអ្នកអើយអ្នកអើយវីដេអូនេះតាំងថ្ងៃ28ខែ2អើយគ្រោះថ្នាក់ខ្ញុំគ្រោះថ្នាក់ថ្ងៃ12ខែ1ពេលហើយមកប្រៃគ្រោះថ្នាក់គេបុកថ្ងៃ28ខែ2អូស្ទួនអញ្ចឹងខ្ញុំផ្ដាំទៅអ្នកដែលសើចយំនោះឃើញខ្ញុំគ្រោះថ្នាក់ធ្វើដូចគេនឹងចង់គ្រោះថ្នាក់ចង់ជួយខ្លួនណាជីវិតមនុស្សមើលអត់ទៀងទេអ្នកអើយអ្នកអញ្ចឹងខ្ញុំជួបហើយខ្ញុំស្មារតីខ្ញុំអើយធ្វើគ្រោះឲ្យបច្ចេកហើយអញ្ចឹងអ្នកឯងសើចយំខ្ញុំសូមឲ្យទៅលើអ្នកឯងវិញឲ្យអស់ឲ្យធ្ងន់ធ្ងរជាងខ្ញុំទៅត្រង់ដូចថាឃើញគេគ្រោះថ្នាក់ធ្វើដូចត្រង់សើចយំសបាយអជីវិតអត់ទៀងទេអ្នកមិនប្រកាសថាអ្នកឯងនឹងសុខជួបសុខរហូតអ្នកឯងធ្វើដំណើរតាមផ្លូវថ្នល់រហូតទេកុំឃើញគេគ្រោះថ្នាក់ត្រង់សបាយត្រង់ត្រេកតាអាលធ្វើដូចទៅជ្រួលជ្រើមពេកចុះដូចខ្ញុំនិយាយចឹងជីវិតអត់ទៀងទេកុំឃើញគេគ្រោះថ្នាក់ទៅសើចយំខ្ញុំប្រគល់ជូនទៅឲ្យលើសខ្ញុំទៀតជួបក្រក់លើសខ្ញុំទៀតនិយាយមែននៅពេលដែលគឺថាត្រង់ធ្វើដូចសបាយធ្វើត្រេកតាអាលឃើញគេគ្រោះថ្នាក់ហ្នឹងគ្រោះជាងស្អីទៅទៀតលោកអើយខ្ញុំប្រគល់ឲ្យទៅលើសខ្ញុំ3 4 10ដងគ្រោះថ្នាក់នេះថ្ងៃ28តាំងម៉ោង4ជាងវាអ្នកមកបុកយើងព្យាយាមសម្របសម្រួលព្យាយាមដូចថាឲ្យហៅអ្នកផ្ទះដោះស្រាយវានិយាយឡើងកមើចាស់មួយយើងពេលអញ្ចឹងខ្ញុំអត់ជំរឿនខ្ជិលដោះស្រាយតាមផ្លូវច្បាប់អត់មានទាំងបានបើកបនឹងស្អីឡប់ឡាយដូចមនុស្សស្អីចឹងណាចង់និយាយថាអើយវាមកបុកយើងវាឆ្លងបើកវិច្រាស់ទៅគ្នាហើយវាឆ្លងមកបុកយើងសឹកវាមិនខុសទេអូយមនុស្សគិតទៅសំខាន់អាអ្នកមកនឹងនិយាយឆ្លើយទៀតខ្ញុំឆ្លើយប៉ះណាម្ដងប៉ះពួកខ្ញុំដាក់ទៅវិញប៉ាំងចាំមើលវីដេអូស៊ីនខ្ញុំនិយាយជីទៅពីបងយើងនៅខាងស្ដាំហើយវាមកពីជើងពីខ្សែហើយអើយមកបុកឆ្លងមកបុកយើងខ្ញុំភឹងហ្មងឥឡូវយើងព្យាយាមសម្រួលព្យាយាមដោះស្រាយយើងសុំដោះស្រាយសម្រួលតែអើយអត់ព្រមអ្វីតែអត់ព្រមយើងឲ្យតាក់ទងអ្នកផ្ទះគាត់ថាអត់ទេគាត់និយាយមកបាត់មកគាត់ថាអើយចង់ធ្វើអីធ្វើទៅគាត់អត់ខ្វល់ទេគាត់អត់ឲ្យពាក់ព័ន្ធអ្នកផ្ទះឥឡូវយើងមានតែធ្វើតាមផ្លូវច្បាប់ទៅព្រោះយើងព្យាយាមសម្រាប់សម្រួលតែគាត់អត់ព្រមដល់ព្រោះវាយើងចាំតែគាត់មកពីហ្មងនេះវិញអត់ដល់មកខ្ញុំទៅពីជើងយើងជិះខាងស្ដាំហើយយើងពេញនៅដល់ខាងហើយរួចឆ្លងគាត់មកពីជើងអញ្ចឹងគាត់មកពីត្រាស់ទៅគ្នាហើយគាត់បុកយើងមកទៅហ្មងហើយមិនធំតែបុកយើងទៅនឹងបុករបស់គ្នាទៀតហើយអើយចាក់ស្ដែងខ្ញុំនិយាយខុសវីដេអូខ្ញុំនិយាយខុសដូចថាយើងភ័យយើងអីលំអខ្ញុំទៅពីដបងវាមកពីជើងបច្រាស់ទៅគ្នាវានៅថាខ្ញុំមិនខុសទេខ្ញុំថាមិនខុសបើអ្នកឯងជីបច្រាស់ខ្ញុំអ្នកឯងឆ្លងមកបុកខ្ញុំនិយាយរួមទៅដូចថាមនុស្សម៉ែអើគេលែងខ្វល់អញ្ចឹងណាអញ្ចឹងយើងដោះស្រាយទៅពេលនឹងដូចជាលោកគេមកដោះស្រាយទៅអីអញ្ចឹងណាពេលអញ្ចឹងយើងក៏ដោះស្រាយទៅតែទោះយ៉ាងណាក៏ខ្ញុំត្រូវការទៀមទាសំណងដែរមើលជាក់ស្ដែងដូចវីដេអូខ្ញុំទៅគឺលំអខ្ញុំគឺខូចខ្ទេចខ្ទីហ្មងឡាំងអីវ៉ាន់ឡាំងអីខ្ញុំអញ្ចឹងតែមិញហើយសំខាន់នេះបលុកទឹកបន្លាយទឹកទៀតហើយគាត់ធ្លាក់ទៅក្នុងមកនេះខំស្ទុះឡើងយីរោម៉ូតូខ្ញុំនេះហើយវាថែសារម្ចាស់ណាអូយតាំងពីទិញវាមកវាថែយើងណាយីរោមទៅដឹងមិនអត់អើយវាស្វឹងឡើងតូចនិយាយគ្មានដឹងអីនេះមកដល់អ៊ីប៉ុសនេះវាដេកគ្មានដឹងខ្យល់អីហើយខ្ញុំផ្ដាំអ្នកអាសើចយំខ្ញុំបកគលឲ្យទាំងអស់អាគ្រោះថ្នាក់ហ្នឹង